លោកអ្នកនាងជាទីមេត្រីទីក្រុងតេរ៉ង់បាញ់ស្រោចគ្រាប់មីស៊ីលបកទៅលើអាមេរិកនិងអ៊ីស្រាអែលវិញខណៈកងទ័ពអាមេរិកកំពុងចាប់ផ្ដើមបើកការវាយប្រហារទ្រង់ទ្រីធំលើអ៊ីរ៉ង់ដោយគ្រាប់មីស៊ីលតុំហកខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបាននិយាយថាពួកគេកំពុងបើកប្រតិបត្តិការវាយប្រហារពីពេញប្រទេសអ៊ីរ៉ង់ទម្លាក់គ្រាប់បែកគ្រប់ទីកន្លែងគ្រប់ទិសទីហើយប្រកាសឲ្យប្រជាជនអ៊ីរ៉ង់ត្រៀមខ្លួនទទួលយករដ្ឋាភិបាលថ្មីអាមេរិកនិងអ៊ីស្រាអែលកំពុងតែរៀបចំផែនការវិប្រហារទម្លាក់របបផ្ដាច់ការអាតូឡាចោលក្នុងគ្រានេះឯងសារព័ត៌មាន The Sun របស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី28 កុម្ភៈនេះថាអ៊ីរ៉ង់បានចាប់ផ្ដើមបាញ់គ្រាប់មីស៊ីលយ៉ាងសន្ធឹកសន្ធាប់លើអាមេរិកវិញបន្ទាប់ពីប្រទេសនេះនិងអ៊ីស្រាអែលបានបើកការវិប្រហារលើរដ្ឋធានីតេរ៉ង់នៅរសៀលថ្ងៃនេះប្រភពអ៊ីរ៉ង់និយាយថាកងកម្លាំងប្រទេសនេះបានវិបកលើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវិញជាមួយនឹងគ្រាប់មីស៊ីលយ៉ាងសន្ធឹកសន្ធាប់ដោយឡែកបើតាមសារព័ត៌មាន Daily Express របស់ចក្រភពអង់គ្លេសសហរដ្ឋអាមេរិកកំពុងបាញ់គ្រាប់មីស៊ីលតុំហកលើអ៊ីរ៉ង់ដែលជាមីស៊ីលធុនធ្ងន់សហរដ្ឋអាមេរិកកំពុងចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រីធំលើប្រទេសអ៊ីរ៉ង់ពីលើអាកាសនិងសមុទ្រនេះបើយោងតាមការដកស្រង់សម្ដីរបស់មន្ត្រីអាមេរិកពីររូបដោយសារព័ត៌មាន NBC News មកទល់ពេលនេះកងកម្លាំងសហរដ្ឋអាមេរិកកំពុងចាប់ផ្ដើមបើកប្រតិបត្តិការវិប្រហារតាមផ្លូវទឹកដោយក្រុមអ្នកប្រយុទ្ធយន្តហោះចម្បាំងយ៉ាងមហាសាលកំពុងបញ្ជាយន្តហោះចម្បាំងចេញពីនាវាផ្ទុកយន្តហោះរាប់រយគ្រឿងត្រៀមធ្វើប្រតិបត្តិការទ្រង់ទ្រីធំនៅពីពេញប្រទេសអ៊ីរ៉ង់ក្រុមអ្នកប្រយុទ្ធវាយឡើងច្រាំងកំពុងត្រៀមការវិបំបោឡើងគោកក្រោយប្រតិបត្តិការវិប្រហារតាមផ្លូវអាកាសនិងផ្លូវទឹកកងទ័ពជើងទឹកដោយមានជំនួយពីនាវាមួយទឹកកំពុងត្រៀមបាញ់គ្រាប់មីស៊ីលកំទេចទីស្នាក់ការធំរបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់បញ្ជាក់ថាតើការបាញ់គ្រាប់មីស៊ីលតុំហកនេះត្រូវបានធ្វើឡើងចេញពីនាវាចម្បាំងឬនាវាមួយទឹកនោះទេលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បញ្ជាក់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់លោក Benjamin Netanyahu បានបញ្ជាក់ថាអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការមួយដើម្បីលុបបំបាត់ការគំរាមកំហែងអត្ថិភាពដែលបង្កឡើងដោយរបបភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកនិយាយថាបងប្អូនរបស់ខ្ញុំពលរដ្ឋអ៊ីស្រាអែលកាលពីពេលថ្មីនេះអ៊ីស្រាអែលនិងអាមេរិកបានចាប់ផ្ដើមបើកប្រតិបត្តិការមួយដើម្បីលុបបំបាត់ការគំរាមកំហែងអត្ថិភាពដែលបង្កឡើងដោយរបបភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ង់លោកបន្តថាខ្ញុំសូមថ្លែងអំណរគុណដល់មិត្តដ៏អស្ចារ្យរបស់យើងគឺប្រធានាធិបតី Donald Trump ចំពោះភាពជាអ្នកដឹកនាំជាប្រវត្តិសាស្ត្ររបស់លោកអស់រយៈពេល47ឆ្នាំមកហើយរបបអាតូឡាបានស្រែកថាស្លាប់ទៅអ៊ីស្រាអែលស្លាប់ទៅអាមេរិកវាបានបង្ហូរឈាមរបស់យើងសម្រាប់ប្រជាជនអាមេរិកជាច្រើននិងសម្រាប់ប្រជាជនរបស់ខ្លួនយ៉ាងរង្គាលរបបភេរវកម្មដ៏ឃោរឃៅនេះមិនត្រូវឲ្យមានអាវុធនុយក្លេអ៊ែរដែលនឹងអនុញ្ញាតឲ្យវាគំរាមកំហែងដល់មនុស្សជាតិទាំងអស់នោះទេពេលវេលាបានមកដល់ហើយសម្រាប់ប្រជាជនអ៊ីរ៉ង់ប្រជាជនប៉ែកខឺតអាហ្សេបាលូឈីនិងអាវ៉ាស៊ីដើម្បីបោះចោលនៅនឹមអាណានិគមផ្ដាច់ការហើយនាំមកនៅប្រទេសអ៊ីរ៉ង់ដែលមានសេរីភាពនិងសន្តិភាពលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបន្តថាខ្ញុំសូមអំពាវនាវដល់អ្នកប្រជាជនអ៊ីស្រាអែលសូមស្ដាប់ការណែនាំរបស់បញ្ជាការជួរមុខនៅថ្ងៃខាងមុខក្នុងប្រតិបត្តិការសម្លេងគ្រហឹមរបស់សត្វតោយើងទាំងអស់គ្នានឹងត្រូវបានទាមទារឲ្យមានការស៊ូទ្រាំនិងភាពរឹងមាំយើងនឹងឈរជាមួយគ្នាយើងនឹងប្រយុទ្ធជាមួយគ្នាហើយយើងនឹងធានាឲ្យបាននៅភាពអស់កល្បជានិច្ចរបស់អ៊ីស្រាអែលដោយឡែកលោកត្រាំវិញបញ្ជាក់ថាគ្រាប់បែកនឹងត្រូវទម្លាក់គ្រប់ទីកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ខណៈពេលដែលលោកកំពុងថ្លែងទៅកាន់ពិភពលោកលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Truth Social លោកត្រាំបានព្រមានថាគ្រាប់បែកនឹងត្រូវទម្លាក់គ្រប់ទីកន្លែងខណៈពេលដែលលោកបន្តនិយាយអំពីការវាយប្រហារលើអ៊ីរ៉ង់កងកម្លាំងតែមួយគត់និងប៉ូលីសទាំងអស់ខ្ញុំសូមនិយាយនៅយប់នេះថាអ្នកត្រូវតែដាក់អាវុធរបស់អ្នកចុះហើយមានអភ័យឯកសិទ្ធិពេញលេញឬផ្ទុយទៅវិញប្រឈមមុខទៅនឹងការស្លាប់ជាក់លាក់លោកត្រាំបាននិយាយទៅកាន់កងកម្លាំងអ៊ីរ៉ង់ថាដូច្នេះសូមដាក់អាវុធរបស់អ្នកចុះអ្នកនឹងត្រូវបានប្រព្រឹត្តដោយយុត្តិធម៌ជាមួយនឹងអភ័យឯកសិទ្ធិពេញលេញបើមិនដូច្នោះទេអ្នកនឹងប្រឈមមុខទៅនឹងការស្លាប់ជាក់លាក់ជាចុងក្រោយទៅកាន់ប្រជាជនអ៊ីរ៉ង់ដ៏មានមោទនភាពខ្ញុំសូមនិយាយនៅយប់នេះថាម៉ោងនៃសេរីភាពរបស់អ្នកជិតមកដល់ហើយលោកត្រាំបាននិយាយទៅកាន់ប្រជាជនអ៊ីរ៉ង់ទៀតថា
ពូកេបានចូលជ្រកហើយកុំចាក់ចេញពីផ្ទះរបស់អ្នកឲ្យសោះវាមានគ្រោះថ្នាក់ខ្លាំងណាស់នៅខាងក្រៅគ្រាប់បែកនឹងត្រូវធ្លាក់គ្រប់ទីកន្លែងនៅពេលដែលយើងបញ្ចប់ចូលអ្នកគ្រប់គ្រងរដ្ឋាភិបាលរបស់អ្នកទៅចុះវានឹងជារបស់អ្នកដើម្បីទទួលយកនេះប្រហែលជាឱកាសតែមួយគត់របស់អ្នកសម្រាប់ចំនួនតរៀងទៅអើយលោកត្រាំនិយាយទៀតថាយើងនឹងបំផ្លាញគ្រាប់មីស៊ីលរបស់ពូកេហើយកំទេចឧស្សាហកម្មមីស៊ីលរបស់ពូកេឲ្យរីបដល់ដីវានឹងត្រូវបំផ្លាញចោលទាំងស្រុងយើងនឹងបំផ្លាញកងទ័ពជើងទឹករបស់ពូកេយើងនឹងធានាថាភេរវករនៅក្នុងតំបន់លែងអាចធ្វើឲ្យតំបន់ឬពិភពលោកអស្ថិរភាពទៀតហើយវិប្រហាកងកម្លាំងរបស់យើងហើយលែងប្រើគ្រាប់បែក IED ឬគ្រាប់បែកតាមផ្លូវរបស់ពូកេទៀតហើយដោយដែលពូកេជួនកាលត្រូវបានគេហៅសម្រាប់រាប់ពាន់អ្នកយ៉ាងធ្ងន់ធ្ងររួមទាំងជនជាតិអាមេរិកជាច្រើនអ្នកផងដែរហើយយើងនឹងធានាថាអ៊ីរ៉ង់មិនទទួលបានអាវុធនុយក្លេអ៊ែរដាច់ខាតវាជាសារសាមញ្ញមួយពូកេនឹងមិនមានអាវុធនុយក្លេអ៊ែរឡើយអ៊ីស្រាអែលបានបើកការវាយប្រហារទាំងថ្ងៃត្រង់នៅថ្ងៃសៅរ៍លើរដ្ឋធានីតេហ៍រ៉ង់របស់អ៊ីរ៉ង់ដែលការវាយប្រហារដំបូងហាក់ដូចជាកើតឡើងនៅជិតការិយាល័យរបស់មេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតូឡាអាលីខាមីណេ